ព្រឹកថ្ងៃទី2ខែមិថុនាឆ្នាំ2013អាគារថ្មីមួយខ្នងដែលត្រូវបានកសាងឡើងដើម្បីជាចំណងដៃជូនដល់ក្មួយសិស្សានុសិស្សសាលាបឋមសិក្សារំវៀនភូមិរំវៀនឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យត្រូវបានរៀបចំពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានរបស់បវរកញ្ញា Belsic ឆ្នាំ2013កញ្ញា Noemi Haphat នៅក្នុងពិធីសម្ពោធនេះដែរក៏ត្រូវបានទទួលជាកិត្តិយសចូលរួមជាអធិបតីពីសំណាក់លោកស្ដើងតុងហឹងអនុប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យនិងលោកសេងគីអភិបាលស្រុកភ្នំស្រុងបើតាមសេចក្តីរាយការណ៍ជាបន្តបន្ទាប់ចេញពីកម្មវិធីក៏ដូចជាពិធីសម្ពោធនេះបានឲ្យដឹងថាអាគារថ្មីមួយខ្នងនេះមានទំហំ6ម៉ែត្រគុណនឹង16ម៉ែត្រចែកចេញជា3បន្ទប់គឺបន្ទប់បណ្ណាល័យបន្ទប់ការិយាល័យនិងបន្ទប់ថ្នាក់មន្ត្រីថវិកាកសាងមានចំនួន$16,000សហរដ្ឋអាមេរិកហើយថវិកានេះត្រូវបានផ្ដល់ជូនដោយលោកស្រី Darlene Delvos ប្រធានគណៈកម្មាធិការបវរកញ្ញា Belsic តាមរយៈកញ្ញា Noemi Haphat ដែលជាបវរកញ្ញាប្រទេស Belsic ឆ្នាំ2013នេះរបាយការណ៍ទាំង3នោះក៏បានបញ្ជាក់បន្ថែមតែថាការនាំយកអំណោយអាគារថ្មីនេះជូនដល់សាលាបឋមសិក្សារំវៀនគឺដោយសារតែមានការទំនាក់ទំនងរវាងលោកណែបស៊ីនថៃនាយកវិទ្យាស្ថាន API ជាមួយនឹងលោកវិជ្ជបណ្ឌិត Siri Darwin សហស្ថាបនិកមូលនិធិក្តីសង្ឃឹមសម្រាប់កុមារបានដើរតួនាទីជាអ្នកសម្របសម្រួលហើយគូបញ្ជាក់ផងដែរថាមូលនិធិក្តីសង្ឃឹមសម្រាប់កុមារគឺជាមួយនឹងការកសាងអគារថ្មីនេះបានរួមចំណែកឧបត្ថម្ភបំពាក់នៅសម្ភារៈបរិក្ខារឧបត្ថម្ភសម្លៀកបំពាក់និងសម្ភារៈសិក្សាដល់សិស្សផងដែរហើយលើពីនេះទៅទៀតនោះនៅបានជួយដោះស្រាយឲ្យសាលានេះមានដំណើរការបង្រៀនភាសាអង់គ្លេសក្នុងមួយថ្ងៃទៅ2ម៉ោងផងដែរលោកវិជ្ជបណ្ឌិត Siri Darwin បានមានប្រសាសន៍ថាជាការប្រសើរណាស់ដែលបវរកញ្ញា Belsic ឆ្នាំ2013កញ្ញា Noemi Haphat បាននាំយកថវិកាមកជួយដល់ការកសាងអគារថ្មីនេះសម្រាប់សាលាជនបទមួយនេះហើយនេះគឺជាគោលដៅមួយដែលយើងចង់បានជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍនៅក្នុងមូលដ្ឋានលោកបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាមានផែនការយុទ្ធសាស្ត្រសាលាស្វែងរកសិស្សហើយកញ្ញា Noemi Haphat កំពុងតែរួមចំណែកជាមួយនឹងការងារនេះជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាផងដែរលោកវិជ្ជបណ្ឌិតសហស្ថាបនិកមូលនិធិក្តីសង្ឃឹមសម្រាប់កុមារបានថ្លែងថាដើម្បីឲ្យការប្រើប្រាស់អគារសិក្សាថ្មីដែលជាអំណោយរបស់បវរកញ្ញា Belsic ឆ្នាំ2013ក៏ដូចជាដើម្បីឲ្យសាលាបឋមសិក្សារំវៀននេះបានក្លាយជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្សនៅជនបទបានល្អប្រសើរលោកចាំបាច់ត្រូវប្រើប្រាស់គម្រោងមូលនិធិក្តីសង្ឃឹមសម្រាប់កុមារជួយដល់សាលាមួយនេះក្នុងរយៈពេល10ឆ្នាំតទៅមុខលើការងារសំខាន់ដែលផ្ដោតទៅលើការឧបត្ថម្ភសម្រាប់សិស្សក្រីក្រនិងការឧបត្ថម្ភបន្ថែមសម្រាប់គ្រូបង្រៀនទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្សនិងជំរុញឲ្យការបង្រៀនសិស្សប្រកបទៅដោយគុណភាពនិយាយទៅកាន់ក្មួយកុមារកម្ពុជាជាទីស្រឡាញ់បវរកញ្ញា Belsic ឆ្នាំ2013 Noemi Haphat បានលើកឡើងថាសូមឲ្យក្មួយមានការតស៊ូក្នុងជីវិតសិក្សាប្រកបទៅដោយមហិច្ឆតាឈូងចាប់យកចំណេះវិជ្ជាឲ្យបានខ្ពង់ខ្ពស់បំផុតកាន់តែល្អប្រសើរជាមួយគ្នានោះដែរកញ្ញា Noemi Haphat បានសម្ដែងនឹងការគោរពចំពោះមេដាបេដាអាណាព្យាបាលសិស្សទាំងអស់និងសូមឲ្យពួកគាត់មើលឃើញអនាគតដ៏វែងឆ្ងាយរបស់កូនពួកគាត់ដោយសង្ឃឹមជឿជាក់ទៅលើការធ្វើដំណើរលើផ្លូវការនៃការសិក្សារៀនសូត្រហើយការបោះបង់របស់ឪពុកម្ដាយដើម្បីការរៀនសូត្ររបស់ក្មួយកូននៅក្នុងសាលារៀនវាប្រៀបបីដូចជាការសន្សំប្រាក់ដាក់ក្នុងធនាគារសម្រាប់កូនយ៉ាងដូចនេះដែរការរៀនសូត្ររបស់កូនទទួលបានជោគជ័យនិងមានការងារធ្វើនោះមានន័យថាកូនបានប្រើប្រាស់ទឹកប្រាក់សន្សំក្នុងធនាគារនោះហើយ